លោកអាន់វ៉ាអ៊ីប្រាហ៊ីមបាននិយាយថាម៉ាឡេស៊ីដើរតួជាអ្នកសម្របសម្រួលមិនបានជ្រៀតជ្រែកក្នុងការចរចាថៃកម្ពុជាឡើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានច្រានចោលការចោទប្រកាន់ដែលថាម៉ាឡេស៊ីជ្រៀតជ្រែកក្នុងភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសថៃនិងកម្ពុជាដោយបញ្ជាក់ថាម៉ាឡេស៊ីគ្រាន់តែសម្របសម្រួលកិច្ចការសន្ទនាសម្រាប់ដំណោះស្រាយប្រកបដោយមិត្តភាពប៉ុណ្ណោះលោកបានសង្កត់ធ្ងន់ថាការចូលរួមរបស់ប្រទេសម៉ាឡេស៊ីគឺផ្អែកលើចំហរបស់ខ្លួនជាអ្នកជិតខាងដ៏ជិតស្និទ្ធនិងគួរឲ្យទុកចិត្តហើយលោកមិនបានកំណត់របៀបដែលថៃនិងកម្ពុជាគួរតែដោះស្រាយបញ្ហារបស់ពួកគេនោះទេនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបេណាម៉ាលោកអាន់វ៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថាក្នុងនាមជាអ្នកជិតខាងយើងមានការព្រួយបារម្ភជារឿងធម្មតាប៉ុន្តែយើងមិនពាក់ព័ន្ធហើយក៏មិនបញ្ជាពួកគេពីរបៀបសម្រេចបាននៅដំណោះស្រាយនោះទេលោកអាន់វ៉ាដែលជាប្រធានអាស៊ានឆ្នាំ2025បានអះអាងថាទូនាទីរបស់ម៉ាឡេស៊ីគឺត្រឹមការអនុញ្ញាតឲ្យមន្ត្រីសំខាន់ៗពីភាគីទាំងពីរអាចទំនាក់ទំនងរួមទាំងការសម្របសម្រួលការពិភាក្សារវាងប្រមុខកងកម្លាំងប្រដាប់អាវុធនិងការលើកទឹកចិត្តទំនាក់ទំនងរវាងរដ្ឋមន្ត្រីការបរទេសតែប៉ុណ្ណោះលោកអាន់វ៉ាបាននិយាយថាការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីត្រូវបានដឹកនាំដោយទំនុកចិត្តដ៏យូរអង្វែងរបស់ប្រទេសទាំងពីរទៅលើប្រទេសម៉ាឡេស៊ីក្នុងនាមជាដៃគូមិត្តភាពដែលអាចជួយបើកចំហទំនាក់ទំនងនៅពេលចាំបាច់លោកបានបន្តថាយើងគ្រាន់តែព្យាយាមតាក់ទងទៅភាគីទាំងសងខាងព្រោះពួកគេចាត់ទុកយើងជាមិត្តដូច្នេះវាជារឿងមិនត្រឹមត្រូវសម្រាប់នរណាម្នាក់នៅក្នុងប្រទេសថៃដែលហៅពីទូនាទីរបស់ប្រទេសម៉ាឡេស៊ីថាជាការជ្រៀតជ្រែកលោកថាទាំងថៃនិងកម្ពុជាមានភាពស្របច្បាប់សមត្ថភាពនិងសិទ្ធិអធិបតេយ្យក្នុងការដោះស្រាយបញ្ហារបស់ខ្លួនហើយម៉ាឡេស៊ីគោរពយ៉ាងពេញទំហឹងលោកអាន់វ៉ាបានបញ្ជាក់ថាលោកនឹងពិភាក្សាប្រធានបទនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចសមាភិកីថៃលោកអនុទិន ឆានវីរៈកុលទៅកាន់ប្រទេសម៉ាឡេស៊ី